ថ្ងៃនេះមកភ្លក់សម្លម្ជូរគ្រឿងបែបខ្មែរឈ្ងុយឆ្ងាញ់មែនតែនពិសេសសម្លម្ជូរគ្រឿងត្រប់ជាមួយឆ្អឹងជំនីជ្រូកមើលតែគ្រឿងផ្សំក៏គួរឲ្យចង់ញ៉ាំដែរតោះមិនដឹងធ្វើទាំងអស់គ្នាធ្វើម៉េចឲ្យបែបខ្មែរសុទ្ធហ្មងណាអញ្ចឹងគ្រឿងផ្សំយើងមានឆ្អឹងជំនីជ្រូកហើយនិងគ្រឿងលក្ខីបុកគឺមានលក្ខីយកទៅកិនឬបុកជាមួយល្មៀតដែងលក្ខុយសើចច្រើនខ្ទឹមសឲ្យច្រើនដំបូងចាក់ឆ្អឹងជំនីជ្រូកយើងបានលាងកាត់ស្អាតហើយចូលខ្លាញ់អំបិលដាក់ម្សៅស៊ុបហើយនឹងស្ករសបន្តិចទឹកថៃដើម្បីឆាគ្រឿងនឹងឲ្យដាច់ទឹកជាមួយនឹងឆ្អឹងជំនីជ្រូកនឹងសិនណានេះគឺទឹកថៃដាក់ចូលទៅហើយគ្រឿងផ្សំផ្សេងចាំបន្តណាបន្ទាប់មកឆ្អឹងជំនីជ្រូកយើងស្ងួតទឹកហើយយើងដាក់គ្រឿងផ្សំចូលគ្រឿងលក្ខីនឹងតែដាក់ពាក់កណ្ដាលទេព្រោះអីឆ្អឹងជំនីជ្រូកតិចដែរបន្ទាប់មកឆាគ្រឿងលក្ខីឲ្យចូលជាតិជាមួយឆ្អឹងជំនីជ្រូកបានដាក់ប្រហុកគឺជាគ្រឿងផ្សំខ្មែរឈ្ងុយពេញផ្ទះស្អុយពេញផ្ទះតែឆ្ងាញ់ហើយខ្ញុំប្រើម្ទេសក្រហមដាក់ចូលដែរម្ទេសក្រៀមកិនក្រហមយើងឲ្យម៉ត់ណាហើយខ្ញុំប្រើទឹកក្តៅអំបាញ់មិញគឺដើម្បីកុំឲ្យស្លយើងរីកឬក៏ធុំក្លិនឆ្អាបប្រែប្រួលរសជាតិដាក់ទឹកក្តៅចូលណាឆ្អឹងជំនីផុយឆ្អិនល្មមហើយគឺដាក់ត្រប់ចូលហើយកុំភ្លេចណាគ្រឿងផ្សំយើងក៏មានម្ជូរដែរដាក់ឲ្យដិតបានឆ្ងាញ់ហើយស្លនឹងឃើញពណ៌ស្អាតចឹងប៉ុន្តែអត់ហឹរទេណាហើយបន្ទាប់មកម្ទេសក្រហមម្ទេសខៀវអីយើងដាក់ចូលឲ្យមានពណ៌មានក្លិនស្អាតក្លិនឈ្ងុយទៅណាហើយអញ្ចឹងរៀបរយឆ្អិនហើយកុំភ្លេចណាគ្រឿងដិតជូរដិតបានត្រូវនឹងម្ហូបខ្មែរ